គឺតែចែកគេតាំងតសៃកទៅមុខអត់រួចដល់ពេលដែលទៅមុខមិនរួចគឺលោក Donald Trump បានផ្ដល់កិច្ចសម្ភាសតាមកញ្ចក់ទូរទស្សន៍ Fox News ថាសហរដ្ឋអាមេរិកមានតែសម្រាប់ចិត្តទម្លាក់គ្រាប់បែកម្ដងទៀតទេគឺជាការចេញការគម្រាមបើមិនសម្រេចបានកិច្ចព្រមព្រៀងមានអ្វីគ្នាទៀតអញ្ចឹងសហរដ្ឋអាមេរិកក៏ត្រៀមទម្លាក់គ្រាប់បែកក្រោយពេលការធ្វើអត្ថាធិប្បាយរបស់លោក Trump ភ្លាមគឺខាងអ៊ីរ៉ង់ដើរចេញពីវេទិកាប្រជុំដើរចេញមានន័យថាចេញពីការចរចាដោយផ្ទាល់បើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់លោក Ismail Baghaei បានលើកឡើងថាក្រោយពេលដែលមានការគម្រាមការចរចាចតុភាគីក៏ត្រូវរំសាយភ្លាមប៉ុន្តែក្រោយមកខាងអន្តរការីបានសម្របសម្រួលឲ្យមានការប្រជុំគេហៅថាដោយប្រយោលម្ដងទៀតជាការចាប់ផ្ដើមការប្រជុំដោយប្រយោលដោយសារតែការលើកឡើងដំបូងជួបគ្នាដោយទល់មុខចែកគ្នាហ្នឹងគឺមានភាពតានតឹងទៅលើបញ្ហាទី1គឺច្រកសមុទ្រហូមូសដែលអ៊ីរ៉ង់ទាថានឹងបង្កើតគណៈកម្មការដើម្បីទាថ្លៃការពារគឺលោក Trump ខាងកន្លែងនឹងមួយទៀតថាបើអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើលីបង់អញ្ចឹងគឺអ៊ីរ៉ង់អត់និយាយគ្នាទៀតទេព្រោះ MOU បានចែងហើយថាការបញ្ចប់សង្គ្រាមហ្នឹងគឺគ្រប់សមរភូមិទាំងអស់ហើយបើនៅតែប្រយុទ្ធបែបនេះគឺអ៊ីរ៉ង់មិនចរចាទេចឹងហើយបានជាភ្លាមហ្នឹងគឺប្រធានសភាលោក Mohammad Bagher Ghalibaf ដែលជាប្រធានប្រេសិតក្នុងការចរចាហ្នឹងបានលើកឡើងថាសហរដ្ឋអាមេរិកត្រូវតែប្រយ័ត្នប្រយែងការប្រើប្រាស់វោហាររបស់ខ្លួនដោយសារថាការអ៊ីរ៉ង់មិនដែលចេះខ្លាចទេអារឿងវាយប្រហារហ្នឹងមកហើយម្យ៉ាងវិញទៀតការគម្រាមនេះវាជាសញ្ញានៃភាពអស់សង្ឃឹមអញ្ចឹងអ៊ីរ៉ង់ក៏ត្រៀមវាយប្រហាររួចហើយដែរមិនអ៊ីរ៉ង់មិនអំបឲ្យមកចរចាណាអញ្ចឹងវាការចរចាហ្នឹងគេអាចថាជាការឈានទៅរកការដួលរលំហើយភ្លាមប៉ុន្តែក្រោយពីការសម្របសម្រួលឲ្យចូលប្រជុំគឺជាលក្ខណៈប្រើអន្តរការីមិនបានជួបផ្ទាល់តទៀតទេអញ្ចឹងការពិភាក្សារហូតដល់រយៈពេល12ម៉ោងភាគីទាំងពីរក៏បានឆ្លងកាត់ការពិគ្រោះយោបល់ការពិភាក្សាជាមួយអន្តរការីហើយចុងបញ្ចប់នៃការប្រជុំបិទបញ្ចប់កាលពីថ្ងៃអាទិត្យហ្នឹងក៏មានចេញក្តីថ្លែងការណ៍រួមពីអន្តរការីថាសម្រេចបាននៅវឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់ឬក៏វឌ្ឍនភាពល្អហើយក្នុងហ្នឹងគេបានកត់សម្គាល់ឃើញភាគីទាំងពីរបានឯកភាពលើផែនទីវិថីមួយគេហៅ road map ដើម្បីឈានឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងក្នុងរយៈពេល60ថ្ងៃក្នុងនឹងដែរក៏ឯកភាពបង្កើតគេហៅថា deconfliction cell គឺជាការិយាល័យសម្របសម្រួលបញ្ជាការប្រយុទ្ធគ្នាធានាបាននៅការបញ្ចប់ប្រតិបត្តិការសឹកនៅក្នុងប្រទេសលីបង់ក្រោមការសម្របសម្រួលពីអន្តរការីនេះមួយទៀតគឺភាគីទាំងពីរក៏ឯកភាពបង្កើតគេហៅថា high level committee គណៈកម្មការកម្រិតខ្ពស់មួយដែលជាការត្រួតពិនិត្យមើលលើការធ្វើអន្តរលើការសម្របសម្រួលហើយក៏រាយការណ៍ជាប្រចាំទៅកាន់ក្រុមការងារដែលពិភាក្សាលើបញ្ហានានាអញ្ចឹង3មួយទៀតឯកភាពបង្កើតយន្តការមួយទៀតដោយសារតែយន្តការហ្នឹងឆ្លោះគ្នាអញ្ចឹងបង្កើតយន្តការមួយទៀតដើម្បីធានាបាននៅការធានាបញ្ជានៅឧបទ្ទវហេតុដែលអាចកើតមាននៅច្រកសមុទ្រហូមូសអញ្ចឹងការសម្រេចពីម្សិលមិញនេះមានប្រធានបទច្រើនប៉ុន្តែក្នុងនោះជាគោលគឺបង្កើតបាន road map មួយផែនទីវិថីមួយបង្កើតបានការិយាល័យសម្របសម្រួលបញ្ជាការប្រយុទ្ធគ្នានៅក្នុងតំបន់នៅក្នុងប្រទេសលីបង់មួយទៀតបង្កើតគណៈកម្មការកម្រិតខ្ពស់មួយទៀតដើម្បីតាមដានការចរចានិងពិគ្រោះយោបល់ហើយមួយទៀតគឺបង្កើតបានយន្តការគ្រប់គ្រងច្រកសមុទ្រហូមូសមានន័យថាត្រូវឲ្យអន្តរការីពិគ្រោះយោបល់ធ្វើយ៉ាងណាកុំឲ្យមានការប៉ះទង្គិចគ្នាមានឧបទ្ទវហេតុកើតឡើងនៅច្រកសមុទ្រហូមូសស្របពេលដែលការពិភាក្សានៅតែប្រព្រឹត្តទៅអញ្ចឹងនេះគឺជាគោលការណ៍រួមដែលអន្តរការីបានកោតសរសើរនិងថ្លែងអំណរគុណដល់អាមេរិកនិងប៉ាគីស្ថាននិងអ៊ីរ៉ង់ដែលនៅតែបដិញ្ញាប្រកាន់យកដំណើរការទូតនិងដំណោះស្រាយដោយសន្តិវិធីក្នុងការបញ្ចប់សង្គ្រាមនៅមជ្ឈមបូព៌ាជារួមមកគឺការចរចាដំបូងឡើយគឺសារព័ត៌មាននានាបានផ្សព្វផ្សាយពីការដើរចេញរបស់អ៊ីរ៉ង់ពីកិច្ចចរចាហ្នឹងគេរំពឹងថាវាបរាជ័យហើយប៉ុន្តែក្រោយមកក៏សម្រេចបាននៅវឌ្ឍនភាពចុងក្រោយដែលទទួលស្វាគមន៍ពីអ៊ីរ៉ង់ក៏លើកឡើងខាងប៉ាគីស្ថាននិង
កាតាក៏អបអរសាទរពីលទ្ធផលនៃជំនួបភាសានៅក្នុងប្រទេសស្វីសកាលពីម្សិលមិញបាទឥឡូវនេះយើងចូលមកលម្អិតបន្ថែមបន្តិចទៀតអំពីស្ថានភាពម្សិលមិញលោកសេរីមយើងបានឃើញមានការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំលើពិភពលោកអំពីការដែលអ៊ីរ៉ង់បិទច្រកសមុទ្រហូមូសឡើងវិញនិងបានលើកឡើងថាដោយសារតែអ៊ីស្រាអែលនៅតែបន្តការវាយប្រហារនៅក្នុងប្រទេសលីបង់អញ្ចឹងស្ថានភាពរឿងបិទច្រកសមុទ្រហូមូសនេះរហូតមកដល់ឥឡូវនេះព័ត៌មានចុងក្រោយមានការវិវត្តយ៉ាងណាខ្លះដែរហើយជុំវិញរឿងនេះតើសហរដ្ឋអាមេរិកអាចគិតយ៉ាងម៉េចទៅវិញលើអ៊ីស្រាអែលពីព្រោះថាអ៊ីរ៉ង់តែងតែទាមទារឲ្យអ៊ីស្រាអែលប្រឈប់ឲ្យសហរដ្ឋអាមេរិកប្រឈប់អ៊ីស្រាអែលកុំឲ្យវាយនៅលីបង់បន្តទៀតនោះបាទចំពោះរឿងច្រកសមុទ្រហូមូសនេះបើតាមអនុសារណៈយោគយល់ឬក៏កិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់14ចំណុចនេះគឺគេបានបញ្ជាក់ហើយថាក្នុងអំឡុងពេល60ថ្ងៃហ្នឹងដែលជាចន្លោះពេលវេលាភាគីទាំងពីរគឺអាមេរិកនិងអ៊ីរ៉ង់ចរចាច្រកសមុទ្រហូមូសនឹងត្រូវបើកទាំងស្រុងមានន័យថាទាំងប្រទេសអ៊ីរ៉ង់ក៏ត្រូវបើកច្រកសមុទ្រហូមូសដែរសហរដ្ឋអាមេរិកក៏ត្រូវបើកការរាំងខ្ទប់របស់ខ្លួនដែរហើយអញ្ចឹងបើសិនបើភាគីអ៊ីរ៉ង់ដែលកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនអ៊ីរ៉ង់ប្រកាសបិទវិញនោះទំនងជាអ៊ីរ៉ង់អត់បិទទេពីព្រោះបើកាលណាបិទច្រកសមុទ្រហូមូសមានន័យថាអ៊ីរ៉ង់បំពេញទៅនឹង MOU ហើយអញ្ចឹងច្រកសមុទ្រហូមូសនេះគ្រាន់តែមានភាពផុយស្រួយទេហើយបើតាមការបញ្ជាក់ពីសហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកនៅបើកទូលាយដដែលប្រេងអ៊ីរ៉ង់អាចនាំចេញដដែលហើយច្រកសមុទ្រហូមូសក៏នាវាចរនៅទូទាំងពិភពលោកអាចធ្វើនាវាចរបានដែរតែគ្រាន់តែស្ថិតនៅក្រោមការសម្របសម្រួលពីអ៊ីរ៉ង់ហើយក៏មិនមានយកថ្លៃអីដែរពីព្រោះអ៊ីរ៉ង់គម្រាមថាយកថ្លៃប៉ុន្តែក្នុងអំឡុងពេល60ថ្ងៃនេះគឺជាពេលវេលាដែលភាគីទាំងពីរគឺអាមេរិកនិងអ៊ីរ៉ង់ជួបចរចាគ្នាក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ទាំងស្រុងហើយក្នុងអំឡុងពេលនេះច្រកសមុទ្រហូមូសក៏ត្រូវបើកទូលាយសម្រាប់នាវាចរនៅទូទាំងពិភពលោកដែរទាំងសហរដ្ឋអាមេរិកទាំងអ៊ីរ៉ង់អញ្ចឹងបើតាមមើលទៅអ៊ីរ៉ង់ប្រកាសថាបិទកាលពីថ្ងៃសៅរ៍ក៏ដោយក៏ទំនងជាមិនបិទដែរពីព្រោះសហរដ្ឋអាមេរិកថានៅបើកទូលាយនៅឡើយមួយទៀតពាក់ព័ន្ធនឹងអ៊ីស្រាអែលទៅវិញអ៊ីស្រាអែលក្នុងដំណាក់កាលចុងក្រោយនេះហាក់មានភាពតានតឹងខ្លាំងនៅត្រង់ថាអ៊ីស្រាអែលនៅបន្តសង្គ្រាមជាមួយពួកឧទាមហេសបូឡានៅប្រទេសលីបង់ផងហើយក៏មានពាក្យសម្ដីធ្ងន់ពីសំណាក់សហរដ្ឋអាមេរិកទៅលើអ៊ីស្រាអែលពីអ៊ីស្រាអែលទៅលើសហរដ្ឋអាមេរិកដែរអ៊ីស្រាអែលបានអះអាងថាសហរដ្ឋអាមេរិកហាក់ផ្ដល់សម្បទាននឹងវាជ្រុលហួសហេតុពេកឲ្យប្រទេសអ៊ីរ៉ង់សហរដ្ឋអាមេរិកហាក់ដូចជាចុះញោមជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយចង់បានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ច្រើនពេករហូតដល់ធ្វើតាមអ្វីដែលអ៊ីរ៉ង់ចង់បានដែលអ៊ីស្រាអែលមិនពេញចិត្តទេហើយមិនមែនតែនាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែលប៊ែនចាមីននេតានយ៉ាហ៊ូទេមន្ត្រីសំខាន់មួយចំនួនរបស់ប្រទេសអ៊ីស្រាអែលក៏រិះគន់ចំពោះទំនោរឬនិន្នាការនយោបាយរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការផ្ដល់សម្បទានឲ្យប្រទេសអ៊ីរ៉ង់នោះដែរហើយមិនតែប៉ុណ្ណោះខាងសហរដ្ឋអាមេរិកក៏តបតទៅវិញដែរគឺលោកជេឌីវ៉ាននេះតែម្ដងអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ឡប់មកវិញថានៅពេលបច្ចុប្បន្ននេះអ៊ីស្រាអែលមានមិត្តតែមួយទេនៅលើពិភពលោកគឺសហរដ្ឋអាមេរិកនឹងឯងដូច្នេះប្រសិនបើសហរដ្ឋអាមេរិកដើរចេញពីអ៊ីស្រាអែលនោះអស់អ៊ីស្រាអែលអស់សម្ព័ន្ធមិត្តនៅលើពិភពលោកហើយអញ្ចឹងហើយខាងអ៊ីស្រាអែលនឹងមិនគួររឹងទៅតឹងនិងមិនធ្វើតាមការចង់បានរបស់សហរដ្ឋអាមេរិកទេហើយម្យ៉ាងអ៊ីស្រាអែលដែលនៅតែបន្តសង្គ្រាមជាមួយពួកឧទាមហេសបូឡានៅប្រទេសលីបង់នេះដោយសារតែបំណងក្នុងសង្គ្រាមរបស់ប្រទេសអ៊ីស្រាអែលមិនបានសម្រេចព្រោះអ៊ីស្រាអែលដែលរួមដៃគ្នាជាមួយសហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នេះក៏ក្នុងគោលដៅជីកគល់លុបបំបត្តិគេហៅ proxy group ក្រុមតំណាងរបស់ប្រទេសអ៊ីរ៉ង់ដូចជាពួកឧទាមហេសបូឡានៅក្នុងប្រទេសលីបង់នឹងដែរប៉ុន្តែសង្គ្រាមឈានចូលដល់ខែទី4ហើយក្រុមតំណាងរបស់ប្រទេសអ៊ីរ៉ង់នៅតែមានសមត្ថភាពវាយប្រហារបង្កអសន្តិសុខលើប្រទេសអ៊ីស្រាអែលដដែលដូច្នេះអ្វីដែលអ៊ីស្រាអែលបានធ្វើរយៈពេលជាង3ខែកន្លងមកនេះវាហាក់ដូចជាអត់បានផលទេអញ្ចឹងហើយបានជាអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើពួកឧទាមហេសបូឡានៅប្រទេសលីបង់
ដែលគ្រប់គ្រងដោយអ៊ីរ៉ង់នេះក៏ក្នុងគោលដៅកាត់បន្ថយការគំរាមកំហែងខាងសន្តិសុខលើប្រទេសអ៊ីស្រាអែលប៉ុន្តែទោះបីយ៉ាងណាក៏ដោយនៅពេលខាងមុខនេះប្រសិនបើសហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីរ៉ង់ក្នុងការបញ្ចប់សង្គ្រាមនៅប្រទេសលីបង់រវាងអ៊ីស្រាអែលនិងក្រុមឧទាមហេសបូឡានេះក៏ទំនងជាអ៊ីស្រាអែលជៀសមិនរួចនឹងត្រូវតែបង្ខំចិត្តធ្វើតាមការចង់បានរបស់សហរដ្ឋអាមេរិកដោយបញ្ចប់ការវាយប្រហារទៅលើពួកឧទាមហេសបូឡានៅប្រទេសលីបង់នេះដែរបាទមុននេះលោករីណាបានរំលេចអំពី road map គឺផែនទីវិថីដែលអ៊ីរ៉ង់និងសហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួលមានប៉ាគីស្ថាននិងកាតាសម្រេចបានជាផែនទីវិថីឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងនៅក្នុងអំឡុង60ថ្ងៃតើផែនទីវិថីនេះយើងអាចដឹងទេថាគេបានចែងយ៉ាងណាខ្លះលោករីណាបាទរយៈពេល60ថ្ងៃនេះគេមើលឃើញជាទូទៅថាជាពេលវេលាដ៏ស្វិតស្វាញសម្រាប់ក្រុមអ្នកចរចាបច្ចេកទេសគឺជាការងារគេហៅថា technical talks គឺចាប់ផ្ដើមហើយមានន័យថាការវិភាគសាស្ត្រ12ម៉ោងកន្លងផុតទៅសម្រាប់បានវឌ្ឍនភាពនិងបង្កើតផែនទីវិថីឯកភាពទៅលើការបង្កើតផែនទីវិថីទៅលើការិយាល័យសម្របសម្រួលបញ្ជាការប្រជុំគ្នាទៅលើការបង្កើតគណៈកម្មការកម្រិតខ្ពស់មួយតាមត្រួតពិនិត្យលើលទ្ធផលនៃការសម្របសម្រួលហើយក៏បង្កើតយន្តការគ្រប់គ្រងកុំឲ្យបង្កើតមានឧបទ្ទវហេតុនៅច្រកហួរធម្មចឹងអ្វីដែលជាការពិភាក្សាបន្តអានេះលើកឡើងជា map មួយជាគោលដៅមួយមានន័យថាជាគំនូសបង្ហាញផ្លូវថាត្រូវដើរទៅណាចឹងក្នុងរយៈពេល60ថ្ងៃនេះគឺជាពេលវេលាដ៏តានតឹងសម្រាប់ក្រុមការងារបច្ចេកទេសលោក Mark Kermit ដែលជាអតីតមន្ត្រីក្រសួងការពារជាតិក្រសួងការបរទេសសហរដ្ឋអាមេរិកនិងជាឧត្តមសេនីយ៍ចូលនិវត្តន៍លោកបានលើកឡើងថាការចរចាការពីថ្ងៃអាទិត្យកន្លងផុតទៅដែលបានបិទបញ្ចប់និងប្រកាសពីលទ្ធផលវឌ្ឍនភាពល្អប្រសើរប្រកបដោយបរិយាកាសវិជ្ជមានអីជាដើមនេះវាគ្រាន់តែជាការបើកផ្លូវសម្រាប់ឈានឆ្ពោះទៅរកការងារដ៏លំបាកក្នុងរយៈពេល60ថ្ងៃឬថាអាចមិនសម្រេចបានផងទេក្នុងរយៈពេល60ថ្ងៃអញ្ចឹងទិសដៅគេហៅថា road map នេះគឺជាតម្រុយបង្ហាញផ្លូវជាផែនទីវិថីមួយថាដើម្បីឲ្យសម្រេចបានកិច្ចព្រមព្រៀងត្រូវដោះស្រាយតាមចំណុចទាំង4ទី1គឺការបង្កើតការិយាល័យសម្របសម្រួលបញ្ជាការប្រយុទ្ធគ្នានិងធានាថាប្រតិបត្តិការសឹកនៅលីបង់អត់មានទៀតទេនេះគឺជាការលំបាកតម្រុយចង្អុលថាអញ្ចឹងហើយមានការសម្របសម្រួលនេះគឺជាចំណុចមួយដែលត្រូវដើរតាមផ្លូវហ្នឹងទី2ត្រូវបង្កើតគណៈកម្មការកម្រិតខ្ពស់មួយដើម្បីតាមដាននិងគេហៅថាផ្ដល់ការវិតម្លៃលើកម្រិតនយោបាយក្នុងការសម្របសម្រួលហើយមេក្រុមឬហៅថាប្រធានក្រុមចរចានឹងឯងត្រូវរាយការណ៍ដល់គណៈកម្មការជាប្រចាំអំពីលទ្ធផលនៃការពិភាក្សាហើយការពិភាក្សាក្នុងកម្រិតគណៈកម្មការនេះគឺផ្ដោតសំខាន់ទៅលើបញ្ហាnuclear បើតាមការលើកឡើងរបស់លោកសាហិលដែលជាសហស្ថាបនិកនៃសារព័ត៌មាន Dropside បានលើកឡើងថាពេលវេលា60ថ្ងៃនេះអាចមិនគ្រាន់ទេដោយសារថាបើសិនជាការជជែកគ្នាចង់បញ្ចប់កម្មវិធី nuclear តើមានស្អីត្រូវសងត្រឡប់មកវិញអ្វីជាការឆ្លើយតបគឺការផ្ដល់សម្បទានការផ្ដល់សម្បទានមានការដកទណ្ឌកម្មហើយការដកទណ្ឌកម្មគឺជាចំណុចខ្ទាស់ធំជាងគេដកទណ្ឌកម្មឬបន្ធូរបន្ថយទណ្ឌកម្មអ្វីដែលអ៊ីរ៉ង់ចង់បានមួយទៀតគឺការគេហៅថា release បញ្ជូនត្រឡប់លុយដែលបង្កក release Iran asset frozen ហ្នឹងគឺត្រូវតែបញ្ជូនលុយបង្កករបស់អ៊ីរ៉ង់ត្រឡប់មកវិញចំនួនណាគឺត្រូវជជែកគ្នាបន្តមកទៀតគឺការចេញអាជ្ញាប័ណ្ណចាំបាច់ណាមួយសម្រាប់អ៊ីរ៉ង់ក្នុងការលក់ប្រេងមានន័យថាឲ្យអ៊ីរ៉ង់លក់ប្រេងទៅតាមពេលវេលាកំណត់ណាមួយបាទនេះគឺជាចំណុចចាំបាច់មួយទៀតហើយក៏ការបង្កើតរៀបចំផែនការលំអិតសម្រាប់ការស្ថាបនាប្រទេសអ៊ីរ៉ង់ឡើងវិញនិងផែនការអភិវឌ្ឍសេដ្ឋកិច្ចអ៊ីរ៉ង់ដែលត្រូវការចំណាយទឹកប្រាក់ប្រមាណ$300,000 លានដែលផ្ទុះការតវ៉ានៅសហរដ្ឋអាមេរិករួចទៅហើយចំណុចនេះដែលថាផ្ដល់សម្បទានច្រើនពេកដល់ប្រទេសអ៊ីរ៉ង់
ចឹងនេះគឺជាផែនទីវិថីដែលតម្រូវឲ្យមានការពិភាក្សាទៅលើចំណុចទាំងអស់ហ្នឹងមួយទៀតគឺយន្តការគ្រប់គ្រងច្រកសមុទ្រហ័រមូសក្នុងអំឡុងពេលហ្នឹងដោយសារតែអ៊ីរ៉ង់ចាប់ផ្ដើមផាច់ឡើងគឺទាមទារឲ្យបញ្ជូនប្រាក់បង្កឲ្យបន្ធូរបន្ថយទណ្ឌកម្មឲ្យចេញអាជ្ញាប័ណ្ណលក់ប្រេងហើយត្រូវមានស្តូអាថូលនៅនឹងហ័រមូសនឹងទៀតត្រូវមានការបង់ថ្លៃហ័រមូសនឹងទៀតអញ្ចឹងមានការធានាថាក្នុងរយៈពេល60ថ្ងៃនៃការចែកគ្នានេះមិនឲ្យមានការបង់ប្រាក់សម្រាប់នាវាចរទាំងឡាយដែលឆ្លងកាត់ច្រកសមុទ្រហ័រមូសទេគឺគេថាធានាបាននៅច្រកឆ្លងកាត់ដោយសុវត្ថិភាពដែលគ្មានការបង់ប្រាក់អញ្ចឹងនេះហើយជា road map ដែលត្រូវបង្កើតក្រុមការងារសម្រាប់ប្រមាណកញ្ចប់នេះដែលត្រូវពិភាក្សាក្នុងរយៈពេលខ្លីគឺ60ថ្ងៃអញ្ចឹងការងារចាប់ផ្ដើមដែលគេមើលឃើញថាស្មុគស្មាញជាងគេគឺបញ្ហាលីបង់ជាមួយនឹងអ៊ីស្រាអែលដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប៊ែនចាមីន នេតាន់យ៉ាហ៊ូថាមិនដកកម្លាំងទេមិនដកកម្លាំងចេញពីលីបង់ទេហើយលោកអ៊ីស្រាអែលកាត់រដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែលថែមទាំងនិយាយថាមិនត្រឹមតែមិនដកទេនៅនឹងតែហ្មងហើយរងចាំវាយកំទេចគោលដៅគម្រាមកំហែងពី Hezbollah ហើយ Hezbollah ក៏បានប្រកាសតបវិញថាឲ្យតែរំលោភមួយបាញ់មួយវិញអញ្ចឹងមានន័យថានេះគឺជាស្ថានភាពមួយដែលតានតឹងមួយទៀតគឺពាក់ព័ន្ធទៅនឹងការផ្ដល់សម្បត្តិពីសហរដ្ឋអាមេរិកជាថ្នូរនឹងការបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដែលទាំងអស់នេះគឺ road map បានចង្អុលបង្ហាញបង្កើតក្រុមការងារយន្តការនិងការិយាល័យសម្របសម្រួលសម្រាប់ដោះស្រាយបញ្ហាក្នុងរយៈពេល60ថ្ងៃឬជាងយូរជាង60ថ្ងៃនេះបាទឥឡូវខ្ញុំបាទសូមបង្វែរសំណួរទៅកាន់លោកសេរីវិញគឺឥឡូវនេះយើងបានមើលឃើញថាទាំងអ្នកសម្របសម្រួលនិងភាគីរងអាមេរិកបានសម្រេចបាននៅផែនទីវិថីមួយដោយដែលលោករីណាបានលំអិតជូនអំបញ្ញមិញនេះអញ្ចឹងបាទនៅក្នុងអំឡុង60ថ្ងៃនេះការសម្របសម្រួលនិងការចរចារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនេះអាចទៅសម្រេចបានកិច្ចព្រមព្រៀងជាមួយគ្នាតើកិច្ចព្រមព្រៀងនោះនឹងអាចជួយអ្វីបានខ្លះដល់ស្ថានភាពជារួមនៅតំបន់មជ្ឈិមបូព៌ាដែរលោកសេរីតើមជ្ឈិមបូព៌ានឹងត្រឡប់ទៅរកភាពស្ងប់សុខមានសន្តិភាពឡើងវិញទេបាទមកចំពោះកិច្ចព្រមព្រៀងនេះគឺការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍អញ្ចឹងមានន័យថាទាំងសហរដ្ឋអាមេរិកទាំងអ៊ីរ៉ង់ប្រឹងប្រែងយកពេលវេលារយៈពេល60ថ្ងៃក្នុងការចរចានោះគឺដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅក្នុងរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនឹងហើយអញ្ចឹងបើសិនបើភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងមួយដែលបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ជាអចិន្ត្រៃយ៍មានន័យថាគ្រប់យ៉ាងវាអាចវិលទៅរកប្រកបភាពវិញហើយមានន័យថាសង្គ្រាមត្រូវបានបញ្ចប់ហើយប៉ុន្តែក៏វាមានរឿងរ៉ាវនឹងបើទោះបីជាកិច្ចព្រមព្រៀងសម្រេចបានក្នុងការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់រវាងអ៊ីរ៉ង់និងអាមេរិកមែនប៉ុន្តែវាមានរឿងរ៉ាវច្រើនទៀតរឿងរ៉ាវច្រើនទៀតនឹងទី1គឺដូចជាច្រកសមុទ្រហ័រមូសជាដើមនេះច្រកសមុទ្រហ័រមូសនេះក្នុងរយៈពេល60ថ្ងៃក្នុង MOU នឹងគឺអ៊ីរ៉ង់មិនត្រូវទារថ្លៃនាវាចេញចូលទេនៅតាមច្រកសមុទ្រហ័រមូសហ្នឹងប៉ុន្តែអ៊ីរ៉ង់មិនទាន់បានប្រកាសថាក្រោយពី60ថ្ងៃហ្នឹងខ្លួនមិនយកថ្លៃការពារនាវាចរនៅតាមច្រកសមុទ្រហ័រមូសទេតែផ្ទុយទៅវិញអ៊ីរ៉ង់បដិញ្ញាចិត្តថានឹងយកថ្លៃនាវាដែលធ្វើនាវាចរនៅតាមច្រកសមុទ្រហ័រមូសក្រោយពីខ្លួនបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិកក៏ដោយដូច្នេះរឿងនេះមានន័យថាបើទោះបីជាបញ្ចប់សង្គ្រាមក៏នៅតែមានរឿងចម្រូងចម្រាសនៅតែមានរឿងតានតឹងដែលកើតឡើងដែរហើយចំណុចមួយទៀតចំពោះអ៊ីស្រាអែលនិងបណ្ដាក្រុមតំណាងរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ាដោយចំពោះឧទាម Hezbollah ជាដើមហ្នឹងអញ្ចឹងមានន័យថាអ៊ីស្រាអែលនៅតែមានក្រុមបង្កអសន្តិសុខដដែលអញ្ចឹងមិនដឹងថាអ៊ីស្រាអែលនឹងអត់ធ្មត់ជាមួយនឹងក្រុមតំណាងរបស់ប្រទេសអ៊ីរ៉ង់ដែលបង្កអសន្តិសុខដល់ប្រទេសអ៊ីស្រាអែលឬក៏អត់ព្រោះអ៊ីស្រាអែលសូម្បីតែក្នុងអំឡុងពេលនៃការចរចាក៏អ៊ីស្រាអែលវាយប្រហារទៅលើពួកឧទាម Hezbollah នៅប្រទេសលីបង់ដែរអញ្ចឹងក្នុងពេលដែលបញ្ចប់សង្គ្រាមទៅក្រុមតំណាងនៅដដែលហើយបើនិយាយឲ្យហួសទៅបើសូម្បីតែសង្គ្រាមរួមគ្នារវាងប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នេះក៏ក្នុងគោលដៅលុបបំបាត់ក្រុមតំណាងរបស់ប្រទេសអ៊ីរ៉ង់ដែរប៉ុន្តែគោលដៅមិនបានសម្រេចដោយសារតែមិនបានផ្ដួលរំលំដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ឯនេះហើយម្យ៉ាងទៀតបណ្ដាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាដូចជាបារ៉ែនកាតាអារ៉ាប់រួមអារ៉ាប៊ីសាអូឌីតអូម៉ង់គុយវ៉ែតជាដើមដែលរងផលប៉ះពាល់ដោយសារសង្គ្រាមនេះ
ក៏ប្រហែលជាកើតទុកមិនសុខចិត្តក្នុងសំណុំរឿងជាច្រើនដែលអ៊ីរ៉ង់ក្អេងក្អាងនៅក្នុងតំបន់មជ្ឈមបូព៌ាក្រោយពីបញ្ចប់សង្គ្រាមដែរដូច្នេះរឿងវានៅមានច្រើនតទៅទៀតប៉ុន្តែនិយាយជារួមមកវិញបើទោះបីជាយ៉ាងណាក៏ដោយក៏ការបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកនេះគឺជាស្នាដៃមួយគឺជាជោគជ័យមួយសម្រាប់ភាគីទាំងពីរហើយក៏ធ្វើឲ្យពិភពលោកស្ងប់សុខមួយអន្លើដែរបើទោះបីជាមានរឿងកើតឡើងសារជាថ្មីតាមក្រោយនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនោះបាទ